ចុះហេតុអ្វីបានជាពួកគេមិនព្រមយកផែនទីបារាំងសៀមដែលជាផែនទីផ្លូវការតែបើគេនៅតែបង្ខំនិងចង់លេងលើកទី3នោះមេរៀនជូរចត់និងអាវុធអាថ៌កំបាំងដែលខ្មែរលាក់ទុកនឹងត្រូវលាតត្រដាងជាមិនខានតើភីគីសៀមកំពុងតែបុកពោះនិងញ័ររន្ធត់មែនទេនៅពេលដែលឃើញកងទ័ពខ្មែរជំនាន់ក្រោយបើកយុទ្ធនាការហ្វឹកហាត់យ៉ាងសកម្មនិងបង្ហាញសព្វាវុធទំនើបប្លែកៗដែលមិនធ្លាប់ឃើញពីមុនមកសង្គ្រាមពាក្យសម្ដីនិងការឌឺដងតាមព្រំដែនកម្ពុជាថៃក្នុងកំឡុងឆ្នាំ2025និង2026នេះហាក់បីដូចជាកំពុងតែលាក់បាំងនៅភាពភ័យខ្លាចម្យ៉ាងរបស់ភីគីមខាងទៀតដែលចូលចិត្តរករឿងតែក្នុងចិត្តឯណោះវិញកំពុងតែលបុកពោះយ៉ាងខ្លាំងគ្រប់គ្នាប្រកាសជាដឹងហើយថាភីគីសៀមតែងតែមានគំនិតចង់ឆ្កេះឆ្កៀលនិងបង្កចំនួនមិនចេះចប់មិនចេះហើយដើម្បីធ្វើឲ្យខ្មែរយើងឡើងកម្ដៅល្បិចកដ៏ធំបំផុតរបស់ពួកគេគឺការយកផែនទីឯកតោភីគីដែលពួកគេគូវាស់ដោយខ្លួនឯងយកមកប្រើប្រាស់ដែលផែនទីខុសច្បាប់នេះសូម្បីតែរដ្ឋាភិបាលនិងសហគមន៍អន្តរជាតិក៏មិនទទួលស្គាល់ដែរចុះហេតុអ្វីបានជាពួកគេមិនព្រមយកផែនទីបារាំងសៀមដែលជាផែនទីផ្លូវការនិងមានប្រវត្តិសាស្ត្រច្បាស់លាស់មកជជែកចម្លើយយ៉ាងខ្លីគឺព្រោះតែកាលណាដកផែនទីពិតមកនិយាយភីគីសៀមដឹងខ្លួនឯងច្បាស់ថានឹងត្រូវចាញ់ខ្មែរទាំងផ្លូវច្បាប់និងផ្លូវប្រវត្តិសាស្ត្រយ៉ាងទាល់ច្រកទោះជាដឹងថាគេមានល្បិចខូចយ៉ាងណាក៏ដោយក៏កម្ពុជាយើងតែងតែគោរពច្បាប់អន្តរជាតិនិងដោះស្រាយតាមសន្តិវិធីជានិច្ចខ្មែរយើងមិនចង់បង្ហូរឈាមឡើយព្រោះយើងធ្លាប់ឆ្លងកាត់និងឆ្អែតឆ្អន់ជាមួយសង្គ្រាមក្នុងអតីតកាលរួចទៅហើយបើទោះជាខ្មែរស្រឡាញ់សន្តិភាពប៉ុន្តែមិនមែនមានន័យថាខ្មែរទន់ជ្រាយនោះទេសូមរំលឹកទៅការពីការប៉ះទង្គិចគ្នាលើកទី2ដែលអូសបន្លាយពេលដល់ទៅ20ថ្ងៃជាងនោះកាលនោះភីគីសៀមបានប្រើប្រាស់អាវុធស្ទើរតែអស់ពីកាតាបរបស់គេទៅហើយប៉ុន្តែសម្រាប់កងទ័ពខ្មែរវិញគឺយើងមិនទាន់បញ្ចេញអាវុធអស់នោះទេយើងគ្រាន់តែបង្ហាញនិងប្រើប្រាស់ត្រឹមកាំភ្លើងដៃនិងកាំភ្លើងធំ BM21 ធម្មតាប៉ុណ្ណោះដើម្បីការពារខ្លួននិងទប់ស្កាត់មិនឲ្យសង្គ្រាមរីករាលដាលធំនេះគឺជាយុទ្ធសាស្ត្រលាក់កម្លាំងពិតនិងរក្សាសន្លឹកបៀអាថ៌កំបាំងរបស់ខ្មែរដែលធ្វើឲ្យសត្រូវមើលមិនធ្លុះនិងស្មានមិនត្រូវពីសមត្ថភាពពិតរបស់កងទ័ពយើងចូលមកដល់បច្ចុប្បន្នស្ថានភាពបានប្រែប្រួលហើយនៅពេលដែលព័ត៌មាននិងរូបភាពនៃការហ្វឹកហ្វឺនយ៉ាងសកម្មរបស់យុទ្ធជនវ័យក្មេងជំនាន់ក្រោយរបស់ខ្មែរត្រូវបានបង្ហាញឡើងរួមជាមួយនឹងវត្តមាននៃសព្វាវុធទំនើបនិងបច្ចេកវិទ្យាប្លែកៗចុងក្រោយភីគីសៀមចាប់ផ្ដើមសម្ដែងនៅភាពមិនរវីរវល់មើលទៅហាក់ដូចជានិយាយឌឺដងថាពួកគេត្រៀមខ្លួនជានិច្ចឲ្យតែខ្មែរហ៊ានលេងប៉ុន្តែនៅពីក្រោយក្នុងវិញពួកគេបែរជាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីវាយប្រហារមូលបង្កាច់និងបង្ខូចកេរ្តិ៍ឈ្មោះខ្មែរថាខ្មែរនាំចូលអាវុធឬមានជំនួយពីបរទេសនេះបរទេសនោះទៅវិញសកម្មភាពច្រណែននិងការមូលបង្កាច់ទាំងនេះហើយដែលជាភស្តុតាងបង្ហាញយ៉ាងច្បាស់ថាចិត្តរបស់ពួកគេកំពុងតែភ័យខ្លាចនិងបាក់ស្បាតចំពោះការរីកចម្រើននៃវិស័យការពារជាតិរបស់កម្ពុជាខ្មែរច្បាស់លាស់រឿងសឹកសង្គ្រាមណាស់យើងមិនចង់ធ្វើសង្គ្រាមទេតែបើគេនៅតែបង្ខំនិងចង់លេងលើកទី3នោះមេរៀនជូរចត់និងអាវុធអាថ៌កំបាំងដែលខ្មែរលាក់ទុកនឹងត្រូវលាតត្រដាងជាមិនខានបើពេញចិត្តវីដេអូនេះចែករំលែកនិង follow page ម្នាក់មួយផងសូមអរគុណ